ទេសយើងដូចគ្នាយើងត្រូវតែសមារណកម្មក្នុងពិភពលោកមិត្តណាក៏យើងធ្វើដែរកន្លងទៅគេចោទកម្ពុជាថាកម្ពុជានៅចាប់យកតែប្រទេសចិនទាត់អ្នកផ្សេងចោលទាត់ជប៉ុនទាត់អីចោលថាអត់biếtទេបាទកម្ពុជាឬខ្ញុំនិយាយគេប្រៀបធៀបសាច់គោឲ្យស្ពៃខ្ញុំតាកម្ពុជាយកទាំងអស់មិនតែសាច់គោឲ្យស្ពៃទេថៃថាវការ៉ុតបាទសាច់មាន់ត្រីបកាបកោយកទាំងអស់បានន័យថាយើងធ្វើមិត្តទាំងអស់ជាមួយគ្រប់បណ្ដាប្រទេសលើពិភពលោកគេសួរខ្ញុំថាតើយើងមានទំនាក់ទំនងយ៉ាងម៉េចជាមួយចិនតើយើងចង់ឃើញថាទំនាក់ទំនងយើងជាមួយចិនយ៉ាងម៉េចប្រៀបធៀបជាមួយប្រទេសផ្សេងខ្ញុំប្រាប់ប្របាទតែខ្ញុំចង់មានទំនាក់ទំនងជាមួយចិនដូចខ្ញុំចង់មានទំនាក់ទំនងជាមួយជប៉ុនដូចខ្ញុំចង់មានទំនាក់ទំនងជាមួយអាមេរិកដូចខ្ញុំចង់មានទំនាក់ទំនងជាមួយថៃខ្ញុំទំនាក់ទំនងជាមួយម៉ាឡេស៊ីគឺកម្ពុជាចង់បានទំនាក់ទំនងល្អទាំងអស់ជាមួយប្រទេសទាំងអស់លើពិភពលោកនេះគឺជាគោលការណ៍របស់យើងគ្មានរើសអើងប្រកាន់អ្នកណាទេដើម្បីផលប្រយោជន៍ជាតិរបស់យើងប្រជាជនរបស់យើងខ្ញុំជឿថានេះពិតជាការចង់បានរបស់ប្រជាជនយើងហើយបើសិនជាខ្ញុំសួរនៅក្នុងសាលនេះតើកម្ពុជាគួររើសយកប្រទេសណាទាត់ចោលប្រទេសណាខ្ញុំជឿថាយ៉ាងហោចណាស់ 99% គឺថាយកទាំងអស់ទៅកុំបង្កើតសត្រូវមួយតែណាមែនទេបាទប៉ុន្តែប្រហែលជាមានបងប្អូនមួយចំនួនគាត់ព្រួយបារម្ភរឿងនេះរឿងនោះថាប៉ុន្តែជាការចង់បានរបស់ប្រជាជនយើងមានមិត្តប្រសើរជាងមានសត្រូវបាទនេះគឺជួយយើងនៅក្នុងការឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលពិភពលោកដោយកាលកូវីដចឹងដាក់មកប្រើបើយើងអត់មិត្តមានបណ្ណាជួយយើងបាទប្រជាជនយើងខ្មែរនៅជប៉ុនបើយើងអត់មានមិត្តជាមួយជប៉ុនស្មានតែយើងអាចបញ្ជូនបងប្អូនមករៀនមកធ្វើការនៅទីនេះបើយើងអត់មានទំនាក់ទំនងការទូតដូចឆ្នាំ80ស្មានតែអ្នកនៅជប៉ុនទៅលេងស្រុកខ្មែរបានដែរពិបាកបើយើងអត់មានវីសាគេអត់ទទួលស្គាល់ប៉ាសពតយើងអត់ទទួលស្គាល់ប៉ាសពតគេតើធ្វើយ៉ាងម៉េចអញ្ចឹងយកល្អគឺកម្ពុជាដើម្បីកម្ពុជាដើម្បីជាតិនិងប្រជាជនយើងត្រូវធ្វើមិត្តជាមួយទាំងអស់គ្នាដើម្បីទាញផលប្រយោជន៍មកឲ្យប្រទេសជាតិនិងប្រជាជនយើងមិនថានៅក្នុងមិនថានៅក្រៅហើយយើងរស់ជាមួយគ្នារីកចម្រើនជាមួយគ្នាជាមួយមិត្តទាំងអស់នេះគឺជាគោលការណ៍របស់យើង